ខ្ញុំឈ្មោះវ៉ុនឆាវីហើយហៅក្រៅឆាវីបាសាដោយសារខ្ញុំប្រើ account Facebook ក៏ដូចជា TikTok YouTube ប្រព័ន្ធផ្សព្វផ្សាយនានាឈ្មោះឆាវីបាសាជាផ្លូវការចាហើយនេះខ្ញុំគឺជាសិល្បករល្ខោនបាសាក៏ដូចជាចេះគំនូរខ្លះដែរចាហ្នឹងដូចដោយសារយើងគំនូរយើងនៅទៅអញ្ចឹងខ្ញុំប្រាប់ប៉ុណ្ណឹងប្រវត្តិសង្ខេបរបស់ខ្ញុំគឺជាសិល្បករល្ខោនបាសាហើយនឹងគំនូរហើយអ្វីដែលខ្ញុំមានហ្គីតាហើយម្ដាយរបស់ខ្ញុំជាសិល្បករអញ្ចឹងខ្ញុំមានឈាមជ័រជាសិល្បករដោយសារខ្ញុំឃើញម្ដាយខ្ញុំច្រៀងតាមភូមិចាតាមរោងការអញ្ចឹងទៅខ្ញុំមានចំណាប់អារម្មណ៍ទៅលើផ្នែកសិល្បៈជាខ្លាំងតាំងពីតូចមកអញ្ចឹងណាហើយបានចូលរួមល្ខោនវងងាយពេញប៉ោះប្រចាំខេត្តកំពង់ចាមនៅក្នុងចុងឆ្នាំ2016ហើយបច្ចុប្បន្នក៏ជាសិល្បករឯករាជ្យម្នាក់ផងដែរអ្វីដែលខ្ញុំចង់បញ្ជាក់គំនូរហ្នឹងគឺនៅឆ្នាំ2019គឺខ្ញុំចាប់ផ្ដើមស្រឡាញ់រូបភាពមួយអញ្ចឹងខ្ញុំក៏ឃើញហើយខ្ញុំចាប់ផ្ដើមគូរតែដំបូងអត់ដឹងថាខ្លួនឯងចេះគូររូបផ្នែកគំនូរមកដូរទេបន្តមកទៀតនេះជាបញ្ហារបស់ខ្ញុំតម្រង់សិល្បៈល្ខោនបាសាក់បុរាណពុំសូវមានការចាប់អារម្មណ៍អំពីមនុស្សចំនួនថ្មីចាពីមុនយើងអត់សូវមានប្រព័ន្ធផ្សព្វផ្សាយអត់សូវមានអ្វីដែលថ្មីពួកគាត់ឃើញតែសិល្បៈល្ខោនសិល្បៈបុរាណអញ្ចឹងទៅដល់ពេលឥឡូវមានសិល្បៈច្រើនទម្រង់ដល់ពេលអញ្ចឹងគាត់អត់សូវចាប់អារម្មណ៍សិល្បៈបុរាណទេចាសិល្បៈល្ខោនបាសាក់ពុំមានភាពច្នៃប្រឌិតនឹងឲ្យផ្សព្វផ្សាយបានទូលំទូលាយកន្លែងហ្នឹងគឺចង់បញ្ជាក់ថាសិល្បៈល្ខោនបាសាក់នៅតែសម្ដែងនៅរោងល្ខោននៅតាមកម្មវិធីបុណ្យអញ្ចឹងអត់សូវមានភាពទូលំទូលាយដូចប្រព័ន្ធផ្សព្វផ្សាយរាល់ថ្ងៃគឺគាត់អាចផ្សព្វផ្សាយបាននៅក្នុងទីតាំងដូចជានៅទីក្រុងអីជាដើមអញ្ចឹងណាចាផលិតផលសេវាកម្មរបស់ខ្ញុំមានការទទួលសម្ដែងល្ខោនបាសាក់ក្នុងកម្មវិធីផ្សេងមានការតុបតែងមុខយក្សការតុបតែងគ្រឿងទម្រង់បាសាក់ដើម្បីថតរូបជាអនុស្សាវរីយ៍ក៏ដូចជាគំនូរចានោះជាស្នាដៃគំនូររបស់ខ្ញុំដែលខ្ញុំបានគូរកន្លងមកហើយផលិតផលមួយទៀតដែលខ្ញុំទៅតែចាប់ផ្ដើមគឺការទទួលដេកគ្រឿងសម្ភារៈល្ខោនបាសាក់ដើម្បីផ្គត់ផ្គង់ទៅទីផ្សារ